កំពុងតែធ្វើម្ហូបសក់ស្រាប់តែមានញើសជាប់បន្ទប់ដែលត្រូវជាអ្នកស្រុកជាមួយខ្ញុំហ្នឹងគាត់ហៅទៅយករបស់ហើយរបស់ដែលគាត់ឲ្យខ្ញុំមានដូចជាលហុងមានដូចជាត្រប់ពេជ្រញងក៏ស្លឹកគ្រៃជីជាដើមហើយអរគុណចំពោះទឹកចិត្តគាត់ខ្លាំងមែនតើគាត់ឲ្យតែមានរបស់ឲ្យមួយគឺតែងតែឲ្យខ្ញុំចំណេញពុកម៉ែបងប្អូនមិនថាផ្លែឈើឬមិនថាថវិកាទេលើកមុនពេលបើកប្រាក់ខែចឹងទៅឲ្យថវិកាខ្ញុំ 5000 រៀលជួនកាលឲ្យផ្លែសកានេះជួនកាលឲ្យផ្លែចម្ពូជួនកាលឲ្យផ្លែស្វាយជួនកាលទៀតឲ្យម្ហូបក៏មានដែរម្ហូបដូចជាប្រហិតចៀនជួនកាលឲ្យបកាក៏មានដែរពុកម៉ែបងប្អូននិយាយរួមទៅគឺឲ្យរហូតហើយពេលដែលគាត់បើកប្រាក់ខែជួនកាលទៅក៏ទៅទិញនាំទៅទិញបត់លហុងទិញអីហូបចឹងណានៅផ្លូវរថភ្លើងអីជាដើមហើយអរគុណចំពោះទឹកចិត្តគាត់ខ្លាំងមែនតើគាត់ត្រឹមជាអ្នកចិត្តខាងពុកខ្ញុំទេពុកម៉ែបងប្អូនអ្នកនៅក្នុងភូមិជាមួយពុកខ្ញុំពីមុនណានៅក្នុងភូមិជាមួយយាយខ្ញុំបច្ចុប្បន្ននឹងឯងគឺយាយខាងពុកនឹងឯងពុកម៉ែបងប្អូនចឹងទៅគឺគាត់តែងតែឲ្យរបស់ហូបចឹងហើយខ្ញុំវិញពេលមកវិស្រកលើកមុនគឺអត់មានអីឲ្យគាត់ទេគឺមានតែកូនស្លឹកគ្រៃផ្អកតិចតួចហើយនឹងកសាំងតិចតួចទៅសក់តិចតួចហើយស្វាយតិចតួចនឹងឯងពុកម៉ែបងប្អូនដោយសារតែគាត់គឺតែងតែឲ្យខ្ញុំរហូតចឹងទៅគឺអត់មានអីឲ្យគាត់មានតែរបស់តិចតួចហើយថ្ងៃនេះផងដែរគឺទៅរៀនក៏ភ្លៀងពេលព្រឹកក៏ភ្លៀងពេលថ្ងៃឡើងចេញពីរៀនក៏ភ្លៀងដែរពុកម៉ែបងប្អូនចឹងទៅចេញពីរៀនមកជៀនចូលផ្សារទិញបានសាច់មាន់3000ម្រះព្រៅ500ហើយម្ទេស500ហើយម្ទេសពណ៌បៃតងនោះ500ហើយក៏ស្លឹកគ្រៃលាយល្មៀតរំដេងហើយស្លឹកក្រូចសើចហ្នឹង500ដែរសរុបទៅគឺអស់6000រៀលយកមកឆាក្តៅហូបម្ដងណាពុកម៉ែបងប្អូនដោយសារតែខានហូបម្ហូបបែបនេះយូរហើយព្រោះអីធ្លាប់តែនៅស្រុកបានហូបម្ហូបបែបហ្នឹងប៉ុន្តែមកនៅទីនេះគឺកម្របានហូបខ្លាំងមែនតើព្រោះអីនៅស្រុកមានកម្មវិធីច្រើនមិនថាកម្មវិធីមង្គលការកម្មវិធីផ្សេងចឹងទៅចេះតែបានហូបម្ហូបបែបហ្នឹងខ្លះប៉ុន្តែបើថានៅនេះគឺកម្របានហូបខ្លាំងមែនតើព្រោះអីអត់មានកម្មវិធីទេសាច់ញាតិអីបងប្អូនអីគឺនៅស្រុកចឹងអត់មានកម្មវិធីអីនៅនេះទេពុកម៉ែបងប្អូនចឹងថ្ងៃនេះក៏សម្រាប់ចាត់ធ្វើម្ហូបបែបនេះហូបម្ដងទៅណាមួយដោយសារតែកម្របានធ្វើម្ហូបបែបនេះខ្លាំងមែនតើចឹងថ្ងៃនេះក៏ចំណាយថវិកាធ្វើទៅហើយនេះគ្រឿងផ្សំរបស់ខ្ញុំមានអីច្រើនទេពុកម៉ែបងប្អូនដោយតែពុកម៉ែបងប្អូនបានឃើញក្នុងវីដេអូនឹងចឹងម្ហូបនឹងចំណាយគ្រឿងរៀងច្រើនចឹងទៅធ្វើទៅរៀងយូរដែរពុកម៉ែបងប្អូនដោយសារតែពេលចេញពីរៀនមកគឺម៉ោង11ហើយថ្ងៃនេះរៀនពីមុខចឹងទៅពេលចេញពីរៀនមកម៉ោង11តម្រាំតែធ្វើម្ហូបរៀបចំអីទៀតគឺរៀងយូរដែរចឹងរៀងយូរខុសពីរាល់ដងចេញពីរៀនមកគឺម៉ោង10ចឹងទៅធ្វើម្ហូបឆាប់បានហូបទេហើយបន្ទាប់មកគឺខ្ញុំរៀបដើមដាក់ធ្វើម្ហូបហើយអត់មានអីច្រើនទេដាក់តែបំពងខ្ទឹមដាក់លេងគ្រឿងនឹងឯងពុកម៉ែបងប្អូនឆារបស់ខ្ញុំគឺដូចតែរាល់ដងទេអត់មានអីខុសគ្នាទេអញ្ចឹងទៅបានខ្ញុំអត់បាននិយាយពីការធ្វើម្ហូបណាពុកម៉ែបងប្អូនព្រោះពុកម៉ែបងប្អូនបានឃើញក្នុងវីដេអូពុកម៉ែបងប្អូនគាត់ដឹងហើយពុកម៉ែបងប្អូនអញ្ចឹងគឺខ្ញុំអត់និយាយច្រើនទេគ្រាន់តែថាថ្ងៃនេះគឺអរគុណទឹកចិត្តមិញនៅជាប់បន្ទប់ខ្លាំងមែនតើគាត់បានឲ្យរបស់រហូតហើយខ្ញុំវិញគឺអត់ទាន់ដឹងថាគួរធ្វើអីទេបុតលហុងទៅដឹងពុកម៉ែបងប្អូនដោយសារតែលហុងគាត់ឲ្យរៀងធំដែរ2ហើយនៅមានជីមានអីបេះមកវិស្រោទៀតដោយសារតែម្ដាយរបស់គាត់ហ្នឹងមកលេងហើយកូនគាត់មកលេងអញ្ចឹងទៅគាត់បេះផ្ញើអញ្ចឹងណាហើយគាត់ក៏បានឲ្យខ្ញុំដែរបានលហុងបានអីអញ្ចឹងទៅបានជីបានកូនស្លឹកគ្រៃគាត់អីអញ្ចឹងណាដោយសារតែលើកមុនគឺខ្ញុំឲ្យកូនស្លឹកគ្រៃគាត់ដែរពុកម៉ែបងប្អូនពេលមកពីស្រុកគឺមានអីផ្ញើគាត់ទេមានតែកូនស្លឹកគ្រៃមានតែអីនៅស្រុកភូមិអត់មានអីព្រោះអីកូនអ្នកស្រែអញ្ចឹងមានតែកូនស្លឹកគ្រៃមានតែរំដេងល្មៀតអីតិចតួចហ្នឹងឯងហើយទិញផ្អកទិញអីទិញទៅសក់ទិញហើយបែកកសាំងបែកអីតិចតួចហើយមានស្វាយមានអីប៉ុន្តែខែនេះគឺផុតស្វាយឯងដោយសារតែផុតរដូវស្វាយចាស់មានអីផ្ញើទេហើយវីដេអូខ្ញុំថ្ងៃនេះក៏អត់មានអីច្រើនដែរដូចជាពុកម៉ែបងប្អូនបានឃើញក្នុងវីដេអូហ្នឹងអញ្ចឹងគឺធ្វើម្ហូបធ្វើអីហ្នឹងឯងដោយសារតែថ្ងៃនេះបញ្ចូលសម្លេងរៀងល្ងាចតិចដោយសារតែបញ្ចូលពេលថ្ងៃគឺបញ្ចូលអាកាសពុកម៉ែបងប្អូនព្រោះអីពេលធ្វើម្ហូបហើយរៀងថ្ងៃដែរម៉ោង1ម៉ោងអីចឹងតម្រាំបានហូបបាយហូបអីកាត់វីដេអូកាត់អីទៀតគឺរៀងយូរហើយវីដេអូពេលឃើញចឹងតែតិចទេប៉ុន្តែពេលកាត់ក៏រៀងយូរដែរប្រើពេលយូរព្រោះអីថតប្រើរយៈពេលយូរណាពុកម៉ែបងប្អូន3 4ម៉ោងដែរតម្រាំតែកាត់មួយប្លង់ទៅមួយប្លង់ក៏មិនងាយស្រួលដែរពុកម៉ែបងប្អូនប៉ុន្តែយកទៅធ្វើទៅដើម្បីវីដេអូអញ្ចឹងណាហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើន